សួស្តីអ្នកគ្នាចឹងស្វាគមន៍មកកាន់វីដេអូទី2ដែលថ្ងៃនេះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង passive low pass filter ហើយខ្ញុំនឹង cover តាក់ទងជាមួយនឹង RC RL ជាមួយនឹង LC low pass filter អូខេចឹងយើងចាប់ផ្ដើមអ្នកគ្នានិយមន័យរបស់ filter យើងអាចដឹងទាំងអស់គ្នាហើយថា filter បើយើងប្រើជាភាសាខ្មែរមកមានន័យថាចម្រោះឬក៏តម្រងអីមួយចឹងខ្ញុំឧទាហរណ៍ថាបើសិនបើអ្នកគ្នាទៅយកទឹកចេញពីប្រភពណាដែលវារៀងកខ្វក់ហើយអ្នកនេះចង់បរិភោគទឹកនឹងបានលុះត្រាតែយើងទៅចម្រោះវាសិនឬក៏យើងទៅប្រើតម្រងវាសិនដើម្បីឲ្យវាfilter អាបាក់តេរីឬក៏សារជាតិមួយចំនួនដែលវាប៉ះពាល់ដល់សុខភាពនឹងចោលហើយតែមកទឹកនឹងយើងអាចយកទៅបរិភោគបានហើយអញ្ចឹង filter នៅក្នុងករណីនេះគឺដូចគ្នាអញ្ចឹងវានឹងព្យាយាម eliminate ឬក៏នឹងព្យាយាម reduce ទៅលើ signal ទាំងឡាយណាឬក៏ noise ទាំងឡាយណាដែលយើងអត់ចង់បានអញ្ចឹងសរុបមកវិញ low pass filter វាជា filter ទាំងឡាយណាដែលវាព្យាយាម reuse ទៅលើ high frequency អញ្ចឹង high frequency គឺជា frequency ទាំងឡាយណាដែលវាមាន frequency ធំជាង cut off frequency របស់វាអញ្ចឹងដូចយើងបានឃើញនៅក្នុងរូបភាពខាងក្រោមនេះហើយបើសិនបើខ្ញុំមាន low frequency ហើយខ្ញុំចាក់ចូលនៅក្នុង low pass filter function របស់ខ្ញុំនឹងទទួលបាន frequency signal មួយដែលវាស្ទើរតែដូចជាមួយនឹង frequency ដើមរីឯបើសិនមកខ្ញុំមាន high frequency នៅពេលដែលខ្ញុំចាក់ចូល low pass filter function របស់ខ្ញុំនឹងទទួលបាន frequency មួយដែល amplitude របស់វាទាបជាងមុនឆ្ងាយឬក៏ខ្លាំងទៅតាម frequency របស់វាអូខេអញ្ចឹងនឹងគឺជាភាពខុសគ្នារវាង low frequency និង high frequency នៅពេលដែលយើងប្រើប្រាស់ជាមួយនឹង low pass filter អញ្ចឹង low pass filter ដែលគេពេញនិយមច្រើនប្រើជាងគេគឺមានឈ្មោះថា RC low pass filter អញ្ចឹងមុននឹងយើងចូលទៅដល់ RC low pass filter ខ្ញុំសូមរំលឹកទៅទងជាមួយនឹងមេរៀនមួយទៅទងជាមួយនឹង voltage divider អញ្ចឹងអ្នកខ្ញុំដឹងហើយថាបើសិនបើខ្ញុំមាន resistance 2នេះតជា series នឹងគ្នាហើយខ្ញុំចង់វាស់ output voltage ចេញពី resistance ទី2នេះខ្ញុំអាចប្រើប្រាស់នៅរូបមន្ត voltage divider បានដែល way out របស់ខ្ញុំស្មើជាមួយនឹង R2 ចែកជាមួយនឹងផលបូកសរុបនៃ resistance ទាំងពីរនឹងរបស់ខ្ញុំហើយបូកសំទោសហើយគុណជាមួយនឹង Vin របស់ខ្ញុំអញ្ចឹងមានន័យថាខ្ញុំត្រូវយក resistance ដែលខ្ញុំចង់វាស់ហ្នឹងហើយចែកជាមួយនឹង resistance សរុបបូកចូលគ្នាគុណជាមួយនឹងតង់ចុងប្រភពរបស់ខ្ញុំដូចគ្នាដែរនៅពេលដែលខ្ញុំ apply CFI មួយហ្នឹងនៅក្នុង RC low pass filter កន្លែង resistance ទី2នេះខ្ញុំជំនួសដោយ capacitor អញ្ចឹងយើងដឹងហើយថា capacitor តួនាទីរបស់វាដូចជាថ្មអញ្ចឹង battery មួយអញ្ចឹងដែលវាដើរតួជាអ្នក charge ហើយក៏វាដើរតួជាអ្នក discharge ដែរមានន័យថាវាអាចផ្ទុកហើយផ្ទេរតង់ចុងឲ្យទៅកាន់គ្រឿងទទួលបានប៉ុន្តែគ្រាន់តែថារយៈពេល charge និង discharge របស់វាមានរយៈពេលលឿនជាងថ្មអូខេអញ្ចឹងដោយយើង apply រូបមន្តខាងលើមុនហ្នឹងvoltage divider ហ្នឹងយើងទទួលបានរូបមន្តខាងក្រោមនេះអញ្ចឹងយើងទទួលបាន reactance នៃ capacitor ចែកជាមួយនឹង impedance សរុបអញ្ចឹង reactance នៃ capacitor មានន័យថាប្រសិនបើ input របស់ខ្ញុំនេះជា AC source មានន័យថាជា sin wave អីចឹងទៅអញ្ចឹង capacitor របស់ខ្ញុំពេលហ្នឹងវាដើរតួជា reactance វាដូចជា resistance ដែរអញ្ចឹងវាមានຂະຫນາດគិតជា ohm អូខេអញ្ចឹងវាស្មើជាមួយនឹង reactance ចែកជាមួយនឹង impedance សរុបដោយសារតែ source input របស់យើងគឺជា AC អញ្ចឹងimpedance សរុបស្មើជាមួយនឹង resistance ohm 1នេះការ៉េបូកជាមួយនឹង reactance នៃ capacitor របស់ខ្ញុំលើកជាការ៉េគុណជាមួយនឹង Vin អូខេអញ្ចឹងដឹងហើយថា reactance នៃ capacitor វាស្មើជាមួយនឹង1លើ2 pi frequency គុណជាមួយនឹង capacitor អញ្ចឹងយើងដឹងហើយថាប្រសិនបើ capacitor របស់ខ្ញុំកើនឡើងវាធ្វើឲ្យ reactance របស់ខ្ញុំនេះកាន់តែថយចុះមានន័យថាកាន់តែខិតជិត0ដោយសារតែតម្លៃ capacitor របស់ខ្ញុំកើនឡើងសំទោសដោយសារតែតម្លៃ frequency របស់ខ្ញុំកើនឡើងដូចនេះដែរបើសិនបើខ្ញុំមាន capacitor របស់ខ្ញុំកាន់តែធំដែរអញ្ចឹងវាធ្វើឲ្យ reactance របស់ខ្ញុំក៏ខិតជិត0ដែរអញ្ចឹងយើងដឹងទាំងអស់គ្នាបើសិនបើតម្លៃ reactance ឬក៏តម្លៃ resistance ណាដែលវាមានតម្លៃក្បែរ0ឬក៏វាស្មើ0វាធ្វើឲ្យ resistance ឬក៏ reactance មួយហ្នឹងដើរតួជាខ្សែចម្លងដូច្នេះហើយយើងអាចនិយាយបានថានៅពេលដែលវាមាន high frequency reactance របស់យើងកន្លែងនេះដើរតួជាខ្សែចម្លងអញ្ចឹងដូច្នេះហើយទើបធ្វើឲ្យ high frequency របស់យើង short ទៅកាន់ ground យកមកទើបធ្វើឲ្យ amplitude របស់វាមានការថយចុះដោយសារតែវាមាន high frequency ដូច្នេះហើយទើប CFI បែបនេះគឺជា CFI low pass filter ដែលត្រូវបានគេប្រើច្រើននៅក្នុង application មួយចំនួននៃ CFI electronic អញ្ចឹងបើយើងយក CFI មិញហ្នឹងយកមកសរសេរទំនាក់ទំនងគ្នារវាងតង់ចុងចូលជាមួយនឹងតង់ចុងចេញ
ហើយយើងអាច follow ជាមួយនឹង Kirchhoff voltage law ឬយើងហៅថា KVL យើងទទួលបានសមីការបែបនេះ V in ស្មើជាមួយនឹង V នៃ resistance បូកជាមួយនឹង V out អញ្ចឹង V out កន្លែងនេះវាគឺជា V នៃ capacitor អញ្ចឹងយើងអាច apply KVL បានដោយកន្លែងនេះផលបូកមួយ loop គឺស្មើ0អញ្ចឹងពីនេះសិតទិសដៅផ្ទុយចេញពី V in អញ្ចឹងនៅពេលដែលខ្ញុំបញ្ជូនទៅអង្គម្ខាងទៀតគឺបានវិជ្ជមាននឹង2អូខេអញ្ចឹងដោយយើងដឹងហើយថា resistance របស់យើងនិង capacitor របស់យើងតជា series នឹងគ្នាដូច្នេះចរន្តដែលវាឆ្លងកាត់ resistance និងចរន្តដែលឆ្លងកាត់ capacitor គឺជាចរន្តតែមួយអញ្ចឹងខ្ញុំអាចសរសេរតំណែងនេះបានថាចរន្តនៃ resistance គឺស្មើចរន្តនៃ capacitor ស្មើជាមួយនឹង capacitor គុណជាមួយនឹង d លើ dt នៃ V out នេះគឺជារូបមន្តនៃ capacitor អញ្ចឹងកន្លែងនេះ V out ក៏បានឬក៏ V នៃ capacitor ក៏បានដូច្នេះហើយនៅពេលដែលយើង plug in តម្លៃនេះចូលទៅកាន់សមីការទី3របស់យើងខាងលើនេះយើងនឹងទទួលបានតំណែងនៃសមីការ differential លំដាប់1ឬក៏យើងហៅថា first order differential បែបនេះ RC គុណជាមួយនឹងចរន្តរបស់វាបូកជាមួយនឹង V out ស្មើ V in អញ្ចឹង RC កន្លែងសំទោសកន្លែងនេះគឺយើងបានមកពីច្បាប់អូម V ស្មើនឹង RI អញ្ចឹង R ហើយមកគណៈនេះគឺជាសមីការសំទោសគឺជា IC សំទោសគឺជាចរន្តនៃ capacitor ឬក៏ចរន្តនៃ resistance ដែលវាតជា series គ្នាអូខេអញ្ចឹងដើម្បី proof ថាសមីការនេះវាពិតជាពិតហើយវា represent តទៅជាមួយនឹង characteristic នៃ CQ មួយនេះលុះត្រាតែយើងធ្វើ simulation មានន័យថាយើងធ្វើ simulation CQ មួយនេះធៀបជាមួយនឹងសមីការមួយនេះបើសិនបើលទ្ធផលរបស់វាដូចគ្នាមានន័យថាសមីការមួយហ្នឹងពិតជា represent ពី characteristic នៃ CQ មួយនេះអញ្ចឹងខ្ញុំបាន build ជា CQ នៅក្នុង MATLAB Simulink គ្នាយើងអាចចូលទៅកាន់ link ខាងក្រោមបានខ្ញុំមានដាក់ភ្ជាប់ជាមួយ link Simulink របស់ខ្ញុំអញ្ចឹងខ្ញុំឃើញខ្ញុំមាន signal generator របស់ខ្ញុំដែល signal generator របស់ខ្ញុំនេះខ្ញុំដាក់ជាមានន័យថាជាអ្នកបង្កើតទៅលើ PAL ទៅកាន់ CQ របស់ខ្ញុំអូខេអញ្ចឹងខ្ញុំមាន AC source របស់ខ្ញុំ supply មកកាន់ resistance របស់ខ្ញុំដែល resistance របស់ខ្ញុំប្រើប្រាស់តម្លៃ1 kilo ohm ឬក៏1000 ohm ហើយ capacitor របស់ខ្ញុំប្រើតម្លៃ1 microfarad ឬក៏10 second ដល់6អូខេអញ្ចឹងខ្ញុំមានvoltmeter 2គ្រាប់សម្រាប់ volt V in និង V out របស់វាហើយប្រៀបធៀបថាតើ V in និង V out របស់វាខុសគ្នាបែបណាអញ្ចឹងកន្លែង signal generator នេះខ្ញុំក៏បានភ្ជាប់វាមកកាន់ block function របស់ខ្ញុំខាងក្រោមនេះដែលវា represent តទៅជាមួយនឹងសមីការ differential ដែលខ្ញុំនិយាយមកមិញហ្នឹងដូចគ្នាយើងឃើញហើយខ្ញុំមានផលគុណផលចែកនៃ resistance របស់ខ្ញុំហើយ capacitor របស់ខ្ញុំហើយខ្ញុំមាន function របស់ខ្ញុំដើម្បីដោះស្រាយសមីការ differential ហើយនៅពេលដែលវាចេញមកគឺខ្ញុំយកទៅ plot នៅក្នុង scope ដើម្បីងាយស្រួលនៅក្នុងការមើលលទ្ធផលអូខេអញ្ចឹងនៅក្នុងករណីនេះខ្ញុំអាចសន្មតថាប្រសិនបើ amplitude របស់ខ្ញុំយល់1ហើយខ្ញុំប្រើប្រាស់ជា square wave signal ខ្ញុំប្រើប្រាស់ជា square wave signal ហើយ frequency របស់ខ្ញុំយក10 Hz តើនឹងមានរឿងអីកើតឡើងអញ្ចឹងខ្ញុំចុច apply អូខេអញ្ចឹងខ្ញុំ run នៅក្នុងរយៈពេល1 second អូខេអញ្ចឹងនេះគឺជាលទ្ធផលដែលខ្ញុំធ្វើបានគឺយើងឃើញហើយ V in របស់ខ្ញុំ V out ជាមួយនឹង V out អញ្ចឹង V out របស់ខ្ញុំមានពីរប្រភេទខ្ញុំមាន V out ដែលចេញពី CQ និង V out M ដែលចេញពីសមីការ mathematics របស់ខ្ញុំអូខេអញ្ចឹងបើសិនបើយើងធ្វើការ zoom ទៅលើgraph របស់យើងមកគឺយើងឃើញថាយើង generate ជា square wave signal ហើយ square wave signal របស់យើងគឺប្រែប្រួលពីដក1ទៅកាន់1 volt អូខេអញ្ចឹងយើងឃើញថាoutput voltage របស់យើងជាមួយនឹង output voltage នៅក្នុងការគូ CQ និង output voltage ដែលចេញពីសមីការ mathematics របស់យើងគឺវាស្ទើរតែដូចគ្នាអូខេអញ្ចឹងយើងឃើញពីភាពខុសគ្នារវាង input នៅពេលដែលយើងប្រើប្រាស់ low pass filter ហើយនឹង input សំទោស output នៅពេលដែលយើងប្រើប្រាស់ low pass filter ប៉ុន្តែយើងប្រើប្រាស់សមីការយើងឃើញថាកន្លែង corner កន្លែងខាងកែងគ្នាវាគឺ low pass filter វាព្យាយាមធ្វើឲ្យវារាង smooth ជាងមុនឬយើងអាចនិយាយបានថាវា flat ជាងមុនហើយនៅពេលដែលវា falling edge ក៏វាអត់ drop down ដូច square wave signal ដែរវា drop exponentially មានន័យថានៅពេលដែលវាឡើងក្នុងទម្រង់ជាសមីការ exponential ទាំង CQ ទាំងសមីការ mathematics អូខេអញ្ចឹងនឹងគឺជាបំរាស់នៃ low pass filter នៅពេលដែលខ្ញុំប្រើប្រាស់ជាមួយនឹង frequency 10 Hz ចុះបើសិនមកខ្ញុំតម្លើង frequency របស់ខ្ញុំឲ្យកាន់តែធំតើនឹងមានរឿងអីកើតឡើងអញ្ចឹងកន្លែងនេះខ្ញុំអាច set frequency របស់ខ្ញុំមក100 Hz ខ្ញុំ apply
ហើយខ្ញុំ run ចឹងដោយសារតែខ្ញុំតម្លើង frame កង់ចឹងខ្ញុំដាក់ឲ្យ stop time របស់ខ្ញុំឲ្យកាន់តែតូចជាងមុននេះគឺជា output result ដែលយើងទទួលបានគឺយើងឃើញហើយថាទាំង sequence ទាំងសមីការ mathematics របស់យើងគឺវាដូចគ្នាប៉ុន្តែវាចាប់ផ្ដើមខុសគ្នាចេញពី input របស់យើងហើយយើងឃើញថាវាចាប់ផ្ដើមឡើងហើយវាចាប់ផ្ដើមធ្លាក់មកវិញខ្លាំងហើយបើយើងធ្វើការពិនិត្យមើលតង់ចុងខាងលើនេះគឺវាឡើងអត់ដល់1 voltទេអូខេអញ្ចឹងវាមាន drop out amplitude របស់វាបន្តិចអូខេអញ្ចឹងនៅពេលដែលខ្ញុំតម្លើង frequency របស់ខ្ញុំឡើងទៅដល់1000 Hz យើងឃើញថាoutput signal របស់យើងទាំងmathematics ទាំង sequence របស់យើងគឺដូចគ្នាក៏ប៉ុន្តែបើសិនបើយើងមើល amplitude របស់វាគឺវាឡើងវា spike ហើយវាឡើងអត់ដល់1 volt ទេវាទាបជាង1 volt ខ្លាំងជាងយើងឃើញនៅពេលដែលយើងតម្លើង frequency កាន់តែធំវាធ្វើឲ្យ amplitude របស់យើងគឺកាន់តែធ្លាក់ចុះអញ្ចឹងនេះហើយគឺជាមូលហេតុ low pass filter ដែលយើងច្រើនតែប្រើដើម្បី cut off នៅ high frequency ចឹងយើងឃើញថាការ testing របស់យើងមិញហ្នឹងគឺយើង test ជាមួយនឹង parameter ទាំងអស់នេះហើយយើងបាន test បានជោគជ័យហើយយើងរៀបជា block simulink ជាមួយនឹងរៀបជា sequence នៅក្នុងការដោះស្រាយសំទោសយើងរៀបជា sequence ហើយយើងថែមទាំងរៀបជា block នៅក្នុងការដោះស្រាយទៅលើសមីការ differential លំដាប់មួយរបស់យើងទៀតអញ្ចឹងបន្ទាប់ពីការធ្វើ test និង set up ហើយយើងអាចឆ្លើយនៅសំណួរទាំង3នេះបានសំណួរសុទ្ធថាតើហេតុអីបានជាមានកន្លែងជ្រុងរបស់វាហ្នឹងមានរាងកោងជា curve fillet ដូចខ្ញុំថាអញ្ចឹងវាឡើងជាសមីការ exponential ហេតុអីអញ្ចឹងដោយសារតែទី1គឺយើងប្រើប្រាស់នៅ capacitor ដែល capacitor វាមានតួនាទីសម្រាប់ charge និង discharge អញ្ចឹងរៀងរាល់តង់ចុងទាំងអស់ដែលចេញពីប្រភពគឺវាត្រូវឆ្លងកាត់ capacitor សិនទៅ capacitor ហ្នឹង discharge តាក់ទងជាមួយនឹង voltage ទៅកាន់ load របស់យើងដូច្នេះហើយទៅធ្វើឲ្យoutput voltage របស់យើងគឺវាកើនឡើងដូចជាសមីការ exponential អូខេអញ្ចឹងសំណួរទី2តើយើងអាចសន្និដ្ឋានបានទេថាសមីការ mathematics របស់យើងហ្នឹងវាដូចជាមួយនឹង real sequence មែនតើអញ្ចឹងខ្ញុំអាចឆ្លើយបានថានៅក្នុង simulation វាដូចគ្នាក៏ប៉ុន្តែនៅពេលដែលយើងធ្វើមែនតើវាប្រកាសណាស់ថាវាអត់ដូចគ្នាទេព្រោះដោយសារតែសមីការ mathematics គឺជាសមីការ line ណាដែលវា represent ទៅលើ ideal phenomenon មានន័យថាបាតុភូតអីក៏វាអត់ include ចូលដែរប៉ុន្តែនៅពេលដែលយើងធ្វើមែនតើវាមាន noise វាមានកំហាត់បងនៃខ្សែចម្លងហើយជួនកាលប្រភពរបស់យើងចេញមកអត់ស្មើគ្នាមានអីផ្សេងៗទៀតអញ្ចឹងវាធ្វើឲ្យការពិសោធន៍មែនតើនិងសមីការ mathematics របស់យើងអត់ដូចគ្នាទេហើយ result របស់វាក៏អាចដូចគ្នាដែរក៏ប៉ុន្តែយើងអាចនិយាយបានថាសមីការ mathematics អាចយកទៅ represent តាក់ទងជាមួយនឹង characteristic របស់វាបានក៏ប៉ុន្តែមិនមែន 100% ទេអញ្ចឹងសម្រាប់សំណួរទី3គឺសួរយើងថាហេតុអីបានជាយើងតម្លើង frequency វាធ្វើឲ្យ amplitude របស់វា amplitude នៃ output signal របស់យើងមានការធ្លាក់ចុះអញ្ចឹងកន្លែងនេះខ្ញុំនឹងឆ្លើយនៅក្នុង slide បន្តទៀតថាហេតុអីបានជាយើងតម្លើង frequency វាធ្វើឲ្យ amplitude នៃ output signal របស់យើងធ្លាក់ចុះអូខេអញ្ចឹងយើងចូលមកដល់ការ analyze graph របស់យើងម្ដងហើយយើងនឹង analyze ដោយយោងទៅតាម time domain analysis នៅក្នុងរូបមន្ត step response នៃ low pass filter sequence គឺយើងទទួលបានតំណែងមួយនេះដែល way out របស់យើងអាស្រ័យទៅលើរយៈពេលអាស្រ័យទៅលើ time ព្រោះដោយសារតែយើងប្រើ time domain គឺស្មើជាមួយនឹង way final របស់យើងដែល way final របស់យើងគឺស្មើជាមួយនឹង1បូកជាមួយនឹង way initialize ដកជាមួយនឹង way final គុណជាមួយនឹង exponential ស្វ័យគុណនៃដក t លើតូអូខេអញ្ចឹងតូគិតជា second ឬក៏យើងអាចនិយាយបានថាវាគិតជាវិនាទីឬក៏យើងអាចនិយាយបានថាវាគឺជា time constant នៃ RC circuit ដែលវាអាច represent តាក់ទងជាមួយនឹង output voltage នៅពេលដែលវាឡើងទៅដល់ 63% នៃ output voltage របស់យើងអូខេអញ្ចឹងT គេអាច approximate វាបានថាវាស្មើជាមួយនឹង RC ដែលវា represent តាក់ទងជាមួយនឹងភាគរយនៃ 63.2% នេះហើយតូវាស្មើជាមួយនឹង RC អញ្ចឹងយើងដឹងហើយ R របស់យើងប៉ុន្មាន C យើងប៉ុន្មានយើងគុណចូលគ្នាទៅគឺឃើញ1 millisecond អញ្ចឹងនៅពេលដែលយើងផ្លាក់តម្លៃ1 millisecond ចូលនៅក្នុងសមីការរបស់យើងខាងលើនេះយើងនឹងទទួលបាន way out របស់យើងដែលគេនិយាយថាវា reach ទៅដល់ 63.2% នៅក្នុងខណៈ t របស់យើងស្មើជាមួយនឹង1 millisecond ស្មើជាមួយនឹង 0.2642 វ៉ុលអញ្ចឹងបើសិនបើខ្ញុំមើលទៅលើ graph គឺនៅពេលដែលវា data t របស់ខ្ញុំស្មើជាមួយនឹង1 millisecond គឺខ្ញុំទទួលបានតង់ចុងរបស់ខ្ញុំគឺ2.064 គុណនឹង10ស្វ័យគុណដក1អូខេអញ្ចឹងវាស្មើនឹង 0.20 គុណ64ព្រោះកន្លែង e ស្វ័យគុណដកនេះមានន័យថាគុណនឹង10ស្វ័យគុណដក1បើសិនជាយើងប្រៀបធៀបការគណនា prediction
ជាមួយនឹង graph maintain គឺយើងឃើញថាវាមានលំអៀងខុសគ្នាបន្តិចបន្តួចក៏ប៉ុន្តែលំអៀងមួយហ្នឹងយើងអាចទទួលយកបានពីព្រោះសមីការនេះគឺជាសមីការ prediction ដែលគេ predict approximate អូខេអញ្ចឹងឥឡូវយើងចូលមកដល់ frequency domain analysis ម្ដងអញ្ចឹងដូចយើងដឹងហើយថាការ analyze បែប time domain គឺយើងអាចនឹងឃើញពីបម្រែបម្រួលនៃ signal របស់យើង output signal របស់យើងហ្នឹងធៀបជាមួយនឹងរយៈពេលនៅក្នុងករណីនេះយើងដឹងទាំងអស់គ្នាហើយថា low pass filter គឺវា affect ជាមួយនឹង high frequency មានន័យថាបើសិនបើយើងប្រើប្រាស់ high frequency input ចូលវានឹងមានបម្រែបម្រួលទៅលើ amplitude របស់វាអញ្ចឹងយើងចង់ដឹងថាតើ high frequency ចន្លោះណាទៅទើបធ្វើឲ្យ output signal amplitude របស់យើងមានការផ្លាស់ប្ដូរអូខេអញ្ចឹងដើម្បី analyze ជាមួយនឹង frequency domain បានលុះត្រាតែយើងបំលែងពីសមីការ differential របស់យើងនេះមកកាន់សមីការ frequency domain សិនអញ្ចឹងដើម្បីបំលែងបានយើងអាចបំពាក់ជាមួយនឹង Laplace transform បានអញ្ចឹងយើងទទួលបានសមីការមួយដែលវា vary ជាមួយនឹង frequency គឺយើងឃើញសមីការ h និង f របស់យើងគឺស្មើជាមួយនឹង1ចែកជាមួយនឹង1បូកជាមួយនឹង z ដែល z នេះគឺជា complex ដែលស្មើជាមួយនឹងឫទ្ធិនៃដក1គុណជាមួយនឹង 2 pi f កន្លែងនេះយើងអាចសរសេរ2 pi f ក៏បានឬគឺយើងសរសេរ omega ក៏បានដូចគ្នាគុណជាមួយនឹង r ហើយគុណជាមួយនឹង c ដែល r និង c នេះគឺជាតម្លៃ capacitor ហើយនឹង resistance មុនមួយទៀតនៅក្នុងការកណនា cut off frequency យើងអាចតាំងដោយ f នៃ c ស្មើជាមួយនឹង1ចែកជាមួយនឹង2 pi rc អញ្ចឹងសំណួរសួរថាតើអ្វីទៅគឺជា cut off frequency អញ្ចឹងនិយាយសួរស្ដាប់ទៅ cut off frequency វាប្រៀបបានដូចជា threshold មួយអញ្ចឹងដែល frequency ណាដែលធំជាង cut off frequency គឺ frequency ហ្នឹងនឹងត្រូវបាន filter ជាមួយនឹង low pass filter បើសិនបើ frequency ណាដែលតូចជាង cut off frequency ហ្នឹងនឹងមាន affect តិចតួចជាមួយនឹង low pass filter អូខេអញ្ចឹងដូចយើងឃើញនៅខាងក្រោមនេះហើយcut off frequency គឺនៅកន្លែងខាង dot នេះដែលវាតូចជាង frequency ដើមដក3 decibel អញ្ចឹងក្រាបអាឈរនេះឬក៏ y នេះវាតំណាងឲ្យ magnitude ដែលຂະຫນາດរបស់វាគិតជា decibel ហើយរូបមន្តខ្ញុំដាក់នៅខាងក្រោមហើយក្រាប date ឬក្រាប x បើសិនបើនៅក្នុង time domain វាជារយៈពេលគិតជាវិនាទីរីឯនៅក្នុង frequency domain វាគឺជា hertz ហើយវាតំណាងឲ្យ frequency ជាងឃើញថានៅពេលដែល frequency របស់យើងកាន់តែធំវាធ្វើឲ្យ magnitude របស់យើងកាន់តែធ្លាក់ចុះអូខេហើយនេះគឺជារូបមន្ត magnitude របស់យើងដូចយើងឃើញហើយថារូបមន្ត magnitude របស់យើងនៃអក្សរនេះដែលមានខែគិតជា decibel វាស្មើជាមួយនឹង10គុណជាមួយនឹង logarithm 20នៃ v out ចែកជាមួយនឹង v in យើងដឹងហើយថាសិនបើតម្លៃពីរនេះគឺវាស្មើគ្នាវាធ្វើឲ្យ logarithm នេះគឺស្មើ0អញ្ចឹង0គុណជាមួយនឹង10គឺស្មើ0ដូច្នេះហើយបើសិនបើ v in និង v out នេះវាអត់មានអីខុសគ្នាខ្លាំងទេវាធ្វើឲ្យ output voltage របស់យើងសំទោសវាធ្វើឲ្យ magnitude របស់យើងគឺខិតទៅជិត0 decibel ក៏ប៉ុន្តែនៅពេលដែល v out របស់ខ្ញុំកាន់តែតូចជាង v in វាធ្វើឲ្យតម្លៃចេញពី logarithm របស់ខ្ញុំចេញមកជាអវិជ្ជមានអញ្ចឹងខណៈអវិជ្ជមានកាន់តែខ្លាំងយើងអាចនិយាយបានថាកន្លែងហ្នឹងឯងគឺជាកន្លែង high frequency ឬក៏វាមកពី high frequency អូខេអញ្ចឹងទីទៀតខ្ញុំនឹងតេស្ត plot body plot នេះគេហៅថា body plot នៅក្នុងសមីការក៏ដូចជា sequence ដែលយើងបាន implement ខាងលើហ្នឹងនៅក្នុង MATLAB ខ្ញុំបានសរសេរcode MATLAB ហើយអញ្ចឹង code ហ្នឹងអ្នកនាងអាចរកនៅក្នុង description ខាងក្រោមខ្ញុំនឹង push ចូល GitHub របស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំ run ទៅលើ code មួយហ្នឹងវាឃើញហើយថាខ្ញុំប្រើ parameter ចេញពី Simulink មុនហ្នឹងពេលដែលខ្ញុំ run body plot របស់ខ្ញុំទៅខ្ញុំឃើញថាកន្លែង cut off frequency របស់ខ្ញុំគឺនៅត្រង់កន្លែង f នៃ c ស្មើជាមួយនឹង 159.15 Hz អូខេអញ្ចឹងយើងអាចប្រកួតឡើងទៅស្មើជាមួយនឹង160 Hz អញ្ចឹងបើសិនបើ frequency របស់ខ្ញុំហ៊ានតែធំជាង160 Hz ឬក៏ទៅដល់200 Hz អីហ្នឹងហើយធ្វើឲ្យ magnitude របស់ខ្ញុំកាន់តែខិតធ្លាក់ចុះទៅខ្លាំងមានន័យថាតម្លៃអវិជ្ជមានរបស់វាកាន់តែធំទៅអញ្ចឹងនៅចន្លោះ frequency ខាងលើនេះគឺជាកន្លែងនឹងឡើយណាដែលធ្វើឲ្យ magnitude របស់ខ្ញុំគឺវាខិតទៅជិត0អូខេអញ្ចឹងមានន័យថាចន្លោះនេះគឺអាច pass ជាមួយនឹងfilter របស់ខ្ញុំបានប៉ុន្តែចាប់ពី160 Hz ឡើងទៅវាពិបាកនៅក្នុងការ pass ជាមួយនឹង low pass filter របស់ខ្ញុំអូខេអញ្ចឹងយើងអាច test ជាមួយនឹង Simulink ទាំងអស់គ្នាបានអញ្ចឹងកន្លែងនេះបើសិនបើខ្ញុំប្រើ frequency 100 Hz សម្រាប់ frequency 100 Hz នៅក្នុង graph គឺវានៅល្បាក់នេះវាធ្វើឲ្យ magnitude របស់ខ្ញុំគឺធ្លាក់នៅសល់ដក 1.46 decibel ដែរអញ្ចឹងមានន័យថាខ្ញុំ expect ថានឹងមានបំរែបំរួលរវាង V in និង V out ហើយ V out ប្រកាសជាងតូចជាង V in បន្តិចបន្តួចដែរអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំអាច run simulation នឹងបាន
អូខេអញ្ចឹងយើងឃើញហើយថាកន្លែងនេះ input voltage របស់ខ្ញុំគឺ1រីឯ output voltage របស់ខ្ញុំអត់ដល់1ទេគ្នាយើងឃើញហើយអញ្ចឹងវានៅក្រោមវានៅក្រោមលេខ1បន្តិចអញ្ចឹងខ្ញុំ expect ដឹងហើយថាវាប្រកាសជានៅក្រោមពីព្រោះយើងមើលនៅក្នុងgraph body plot មិញហ្នឹងគឺយើងឃើញថាវាមានតម្លៃ negative ដល់ទៅដក1.40 ជាង decibel អញ្ចឹងនៅពេលដែលខ្ញុំប្រើ frequency កាន់តែធំទៅឧទាហរណ៍ថាខ្ញុំប្រើ frequency ដល់ទៅខ្ទង់300ជាងឬក៏400ខ្ទង់300ជាងឬ400វាធ្វើឲ្យ magnitude របស់ខ្ញុំធ្លាក់ទៅដល់ដក9ឥឡូវឧទាហរណ៍ថាខ្ញុំប្រើ frequency ខ្ទង់400ចុះអញ្ចឹង magnitude របស់ខ្ញុំគឺវានឹងធ្លាក់នៅសល់ដក8.69 decibel អញ្ចឹងកន្លែងនេះខ្ញុំអាចបដូរ frequency របស់ខ្ញុំបានខ្ញុំដាក់400 Hz អូខេអញ្ចឹងគឺយើងឃើញហើយថា frequency របស់វាគឺវាថយចុះស្ទើរតែ50%វានៅល្បាក់ក្បែរ0.5 វ៉ុលអញ្ចឹងមានន័យថាដោយសារតែ frequency របស់វាធំជាង cut off frequency អញ្ចឹងធ្វើឲ្យ amplitude របស់វាឬក៏ voltage output របស់វាហ្នឹងក៏មានការធ្លាក់ចុះដែរក្នុងមេរៀននេះខ្ញុំ break down ត្រឹមតែ RC low pass filter ទេហើយសម្រាប់ LO សម្រាប់ LC ជាមួយនឹង RLC low pass filter អ្នកនាងអាចចូលមកកាន់ link website នេះបានគាត់បញ្យល់ទាក់ទងជាមួយនឹងចំណុចអនហ្នឹង detail ហើយនៅក្នុងកន្លែងនេះទៀតសោតក៏អ្នកនាងអាចទៅ define calculator នៅក្នុងការទៅរកcut off frequency របស់គេបានដែរនៅពេលដែលអ្នកនាងអូសមកក្រោមអ្នកនាងអាចគណនា cut off frequency សម្រាប់ RC low pass filter ហើយសម្រាប់ RL low pass filter អ្នកនាងអាចមើលនៅខាងក្រោមនេះបានហើយសម្រាប់LC low pass filter នេះគឺយើងប្រើច្រើននៅក្នុង antenna នៅក្នុង buck converter ក៏យើងមានដែរវាជា second order ជាងវារៀងពិបាកបន្តិចបើយើងស្រាយដោយដៃតែយើងក៏មាន calculator នៅក្នុងការគណនាដែរអញ្ចឹងយើងអាចវាយតម្លៃអាំងដូចតង់របស់អ្នកនេះមកប្រហែលmilli henry ឬក៏ micro henry មកហើយ capacitor ដូចគ្នាបញ្ចូលតម្លៃប្រហែល microfarad របស់វាមកហើយអាចគណនាទៅលើ cut off frequency របស់វាបានហើយការបកស្រាយរបស់គេហ្នឹងក៏អត់ខុសគ្នាពីការបកស្រាយរបស់ខ្ញុំនៅក្នុង slide មិញហ្នឹងទេអញ្ចឹងនេះអាចទៅមើលការ breakdown របស់គេបានខ្ញុំមានប៉ុណ្ណឹងអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយ